នេះជាកម្មវិធីទូរទស្សន៍តាមប្រព័ន្ធអ៊ីនធឺណិតរបស់ Vuthu Azizi Serai សេចក្ដីដែលតំណាងឲ្យព្រះសង្ឃទាំងក្នុងទាំងក្រៅក៏ដូចជាតំណាងឲ្យប្រជាជនរាស្ត្រជាង 70% ទូទាំងប្រទេសនិងក្រៅប្រទេសទូទាំងសកលលោកសូមបណ្ដឹងទៅអង្គការសហប្រជាជាតិសហគមន៍អឺរ៉ុបតុលាការអន្តរជាតិតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC សូមជួយរកយុត្តិធម៌ជូនប្រជារាស្ត្រខ្មែរផងបន្ទាប់ពីបានអានបញ្ចប់ព្រះសន្ទរកថាទាក់ទងអំពើអយុត្តិធម៌បកពួកនិយមនិងប្រទេសជាតិហិនហោចធនធានធម្មជាតិនៅក្នុងសង្គមក្រោមការដឹកនាំប្រទេសរបស់លោកនាយរដ្ឋមន្ត្រីហ៊ុនសែនប្រមាណ3ទង្គោនៅលើឆាកនាទីលានប្រជាធិបតេយ្យព្រឹកថ្ងៃអង្គារទី17ខែកញ្ញារួចមកព្រះសង្ឃសេកឌីណាបានយកសាំងមានចំណុះ1លីត្រដែលបានត្រៀមទុកក្នុងថង់យាមជាស្រេចបើគម្របចាក់ស្រោចលើព្រះកាយនឹងដុតប៉ុន្តែមិនបានសម្រេចទេព្រោះមានអ្នកខាត់នឹងចាប់រារាំងព្រះអង្គទាន់ពេលមូលហេតុដែលនាំឲ្យព្រះសង្ឃសេកឌីណាចង់ដុតព្រះកាយធ្វើអត្តឃាតដោយសារព្រះអង្គរំជួលចិត្តនិងឃើញសកម្មភាពដឹកនាំប្រទេសរបស់រដ្ឋាភិបាលសពថ្ងៃមានភាពអយុត្តិធម៌ពីមួយថ្ងៃទៅមួយថ្ងៃជាងនេះឃើញសកម្មភាពនៃការបាញ់សម្លាប់ប្រជាពលរដ្ឋខ្មែរស្លូតត្រង់របស់សមាជិករដ្ឋាភិបាលកាលពីយប់ថ្ងៃទី16ខែកញ្ញានាស្ពានអាកាសក្រុងភ្នំពេញព្រះសង្ឃសេកឌីណាមានថេរដីកាបន្តថាមូលហេតុដែលព្រះអង្គដុតព្រះកាយពេលនេះក៏ដើម្បីបញ្ជាក់ឲ្យមេដឹកនាំខ្មែរគ្រប់ជំនាន់ឲ្យគិតគូរពីប្រយោជន៍ជាតិធំជាងប្រយោជន៍បុគ្គលព្រះសង្ឃសេកឌីណាដែលដុតព្រះកាយមិនបានសម្រេចមានស្រុកកំណើតនៅភូមិពងរស្រុកបារាយខេត្តកំពង់ធំនឹងទើបបានបួសរៀននៅអាស្រមថ្មអន្តងស្ថិតក្នុងឃុំកណ្ដឹងស្រុកបាទីខេត្តតាកែវទើបតែបួសបានប្រមាណ3ខែប៉ុណ្ណោះដែលនាយកជាវិទ្យុអាស៊ីសេរីទីក្រុងភ្នំពេញ